ការពីវីដេអូមុនយើងបានរៀនកែដៃទៅកែដៃមកខាងអត់ដល់ដង្ហើមព្រោះជាមួយកណ្ដាលមកខាងទៀតងាកដល់ដង្ហើមឥឡូវដោយសារយើងធ្វើលំហាត់ក្នុងស្ទាត់ហើយយើងអត់ចាំបាច់ប្រើកណ្ដាលទេដោយសារលោកគ្រូដកដង្ហើមខាងឆ្វេងអញ្ចឹងដៃលោកគ្រូដាក់ខាងលោកគ្រូដកដង្ហើមខាងស្ដាំ sorry លោកគ្រូដកដង្ហើមស្ដាំអញ្ចឹងលោកគ្រូដាក់ដៃឆ្វេងនៅពីក្រោមដៃឆ្វេងនៅពីក្រោមពេលចាប់ដើមដំបូងតែដៃឆ្វេងមួយអត់ដកដង្ហើមហើយដាក់ដៃឆ្វេងទៅលើដៃស្ដាំវិញយល់អត់តមកតែដៃស្ដាំគឺដកដង្ហើមដាក់ដៃស្ដាំទៅលើដៃឆ្វេងវិញយើងឆ្លាស់បដូរគ្នាទៅអញ្ចឹងរហូតដៃឆ្វេងអត់ដកដង្ហើមដៃស្ដាំគឺដកដង្ហើមតែបើសិនជាអ្នកទាំងអស់គ្នាដកដង្ហើមឲ្យឆ្វេងអ្នកទាំងអស់គ្នាដកដង្ហើមផ្ទុយពីលោកគ្រូបានអត់អីទេតែជាមួយលោកគ្រូហែមើលទាំងអស់គ្នាដល់ពេលដែលយើងចេះធ្វើលំហាត់នឹង start ហើយយើងអាចអាសាអនុវត្តឲ្យបានច្រើនអនុវត្តឲ្យបានច្រើនយូរទៅយើងកាន់តែហែល្អទៅហើយនេះគ្រាន់តែជាមូលដ្ឋានគ្រឹះដំបូងនៃការហែទឹកណាបើសិនជាយើងចង់ហែខ្លាំងយើងខ្ញុំអនុវត្តឲ្យច្រើនហែបច្ចេកទេសច្រើនទៀតកែដៃយើងអាចរៀនតែ5 6ម៉ោងយើងអាចហែស្អាតបានទេបើសិនជាចង់ហែស្អាតទៅការចំណាយពេលយូរតិចហើយខ្ញុំធ្វើអនុវត្តតែបានល្អហើយត្រូវមានគ្រូជំនាញដើម្បីឲ្យគាត់ខ្ញុំកែបច្ចេកទេសយើងអាចត្រូវកាន់តែស្អាតណា